ខ្ញុំចង់លេងលេះជាមួយអ្នកលេងលេះស្អីទៅតើឲ្យខ្ញុំបកស្រាយប៉ុន្មានដងទៀតខ្ញុំមិនបានក្បត់ចិត្តទេក្បត់ឬមិនក្បត់ពួកអ្នកដឹងច្បាស់ក្នុងចិត្តហើយឥឡូវនេះខ្ញុំគ្រាន់តែមានអារម្មណ៍ថាពួកអ្នកគួរឲ្យខ្ពើមគេជាយវ័នអ្នកបោះបង់កូនស្រីដែលទើបតែមានអាយុ1ខែនិងប្រពន្ធដែលទើបតែចេញពីសម្រាលកូនមិនខ្វល់មិនខ្វាយទៅកំដរជំនួយការម្នាក់ដើរលេងជុំវិញពិភពលោកទៅណាមកណាជាមួយគ្នានៅក្នុងពិធីបុណ្យខួប100ថ្ងៃរបស់កូនស្រីថែមទាំងអញ្ជើញឪពុកម្ដាយរបស់ជំនួយការមកទៀតនេះមិនមែនបញ្ជាក់ច្បាស់ហើយទេថាដល់ពេលត្រូវប្រកួតតំណែងឲ្យគេហើយខ្ញុំនឹងឆៃឆៃទៅនោះគឺដើម្បីធ្វើការម្យ៉ាងទៀតមូលហេតុដែលឆៃឆៃនឹងឪពុកម្ដាយនាងមកទីនេះគឺដោយសារតែឆៃឆៃបានចរចាគម្រោងដែលមានតម្លៃ100លានឲ្យក្រុមហ៊ុនយើងនាងគឺជាអ្នកដែលមានគុណបំណាច់ធំចំពោះក្រុមហ៊ុនយើងអ្នកយល់ទេគេជាយវ័នគម្រោង100លាននេះតាមពិតគឺជាសំណងដែលខ្ញុំលាក់បាំងអត្តសញ្ញាណពីអ្នកនឹកស្មានមិនដល់ថាវាបែរជាខ្លាយជាអាវុធដែលអ្នកយកមកមើលងាយខ្ញុំទៅវិញកញ្ញាជាងក្រុមហ៊ុនរបស់គេជាយវ័ននឹងត្រូវប្រកាសសរសៃធននៅម៉ោង12ត្រង់គេជាយវ័នគម្រោងនោះមិនមែននាងជាអ្នកចរចាទេតែជាអ្វីដែលខ្ញុំបានត្រៀមទុកសម្រាប់អ្នកឲ្យខ្ញុំបងថ្លៃខឹងរឿងខឹងប៉ុន្តែកុំយកគម្រោងរបស់ក្រុមហ៊ុនមកលេងសើចអីខ្ញុំដឹងថាអ្នកមិនចូលចិត្តរ៉េជីប៉ុន្តែអ្នកមិនគួរណាបង្កើតរឿងកុហកបែបនេះដើម្បីដណ្ដើមស្នាដៃរបស់រ៉េជីទេជឿមិនជឿស្រេចលើអ្នកដើមទុនក្រុមហ៊ុននិងគម្រោង100លាននោះខ្ញុំបានដកវិញអស់ហើយម៉ោង12ត្រង់មានន័យថា3វិនាទីទៀតក្រុមហ៊ុនរបស់អ្នកនឹងខ្សែធនដល់ពេលនោះអ្នកនឹងដឹងថាអ្នកណាជាអ្នកនិយាយការពិតជាងឡើយអ្នកដឹងថាខ្លួនឯងកំពុងនិយាយអ្វីទេ3ជាងឡើយនាងឈួតហើយមែនទេបានហើយថ្ងៃនេះជាបុណ្យខួប100ថ្ងៃកូនស្រីកុំរករឿងទៀតបានទេបងថ្លៃកុំរាប់ទៀតអីចាត់ទុកថាគម្រោងនេះជារបស់បងចុះបានហើយនៅអ្នកអាចជប់ធ្វើឲ្យខ្ញុំអាម៉ាស់មុខនៅទីនេះបានទេ1ថាម៉េចខ្សែធនមែនទេហ៎ទឹកមុខបែបនេះមានន័យថាម៉េចមិននឹងអាចទៅរួចក្រុមហ៊ុនពិតជាខ្សែធនមែនលោកអគ្គនាយករ៉ៃសេតានេះមានរឿងអ្វីកើតឡើង